ចាសាច់មាន់ដែលយើងអាំងមិញឥឡូវហ្នឹងឆ្អិនហើយបងប្អូននេះរបៀបប្រឡាក់សាច់មាន់ឲ្យមានរសជាតិឆ្ងាញ់សូមបងប្អូនជួយ Subscribe Channel ខ្ញុំម្នាក់មួយមកដើម្បីបានមុខម្ហូបថ្មីៗជារៀងរាល់ថ្ងៃយើងទីទឹកទៅចានេះសាច់មាន់ស្លាប់មាន់យើងកន្លះគីឡូមិញហ្នឹងឥឡូវនេះខ្ញុំលាងហើយស្ទះទឹកតែអញ្ចឹងខ្ញុំយកមកប្រឡាក់ហើយនេះស្ករខ្ញុំដាក់មួយស្លាបព្រាកាហ្វេបងប្អូនចូលចិត្តផ្អែមបងប្អូនដាក់ថែមមួយស្លាបព្រាកន្លះទៅចាប៊ីចេងចុងស្លាបព្រាស៊ុបខ្នុរចាស៊ុបខ្នុរខ្ញុំដាក់ឲ្យ3ស្លាបព្រាកាហ្វេអូយើងមិនដាក់ប្រៃពេកនេះខ្លាចវាប្រៃយើងប្រើទឹកស្អ៊ីវចាហើយនេះម្រេចមួយចុងស្លាបព្រាពីងខ្យងយើងដាក់ប្រហែលជាមួយស្លាបព្រាកាហ្វេចាពីកាហ្វេទៅហើយទឹកស្អ៊ីវចាទឹកស្អ៊ីវប្រហែលជា2ស្លាបព្រាបាយបងប្អូនទឹកស្អ៊ីវបងប្អូនប្រើម៉ាក់ណាក៏បានដែរស្អ៊ីវចា2ស្លាបព្រាបាយឥឡូវគ្រឿងផ្សំយើងបានផ្សំហើយចឹងយើងច្បងចូលគ្នាបងប្អូនរូបមន្តនេះដូចវាប្រឡាក់ទៅវាឆ្ងាញ់យើងមិនប្រើអីច្រើនទេព្រោះតែប៉ុណ្្នឹងទៅគឺរសជាតិយើងស្លាប់មកយើងទៅអាំងឡើងតុនឆ្ងាញ់ហើយពណ៌ស្អាតទៀតដែលយើងប្រឡាក់ទឹកស្អ៊ីវថែមតិចហ្នឹងវាចាប់ជាតិជាមួយនឹងស្លាប់មាន់ទៀតបងប្អូនចាបន្ទាប់ពីនេះកន្លះម៉ោងខ្ញុំប្រឡាក់ហើយមកឥឡូវខ្ញុំដាក់អាំង microwave បងប្អូនចង់យកតែចៀនក៏បានអាំងជាក្រាមធ្យូងក៏បានបើបងប្អូនមាន microwave អាំង microwave ក៏បានដែរអញ្ចឹងណាចាឥឡូវខ្ញុំដាក់អាំង microwave ហើយអញ្ចឹងនេះអង្សាចាសាច់មាន់នេះបានឆ្អិនហើយអញ្ចឹងខ្ញុំដាក់ចានមកពណ៌ស្អាតទៅពណ៌ចាសាច់មាន់ដែលយើងអាំងមិញឥឡូវហ្នឹងឆ្អិនហើយបងប្អូនពណ៌ក៏ស្អាតតនេះបងប្អូនធ្វើញ៉ាំបងប្អូនគ្នាទៅប្រឡាក់បែបងាយ